cònតែញឹមដាក់មុខគ្នាឲ្យតែល្អមើលទេប៉ុន្តែក្នុងចិត្តនឹងក្តៅហើយតើកាលណាតំណែងតំណងមិនល្អប្រសិទ្ធភាពការងារនឹងក៏អត់ចម្រើនដែរអញ្ចឹងបន្ទាប់ថាយើងចេះយោគយល់គ្នាឲ្យតម្លៃគ្នាកន្លែងណាដែលត្រូវកែតម្រូវខុសឆ្គងនិយាយទៅហើយនិយាយឲ្យដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យអ្នកនឹងបានល្អឡើងវិញអត់មានចង់ជន់ពលិចបន្ថែមបន្ថយប្រកាច់ប្រខូចអីទេដូចថាមិត្តភាពនឹងវាថ្លាវា transparent ណាហើយអញ្ចឹងមុខមិនក្រោយអញ្ចឹងអានឹងយើងស្រឡាញ់គ្នាបានយូរធ្វើការងារជាមួយគ្នានឹងបានចម្រើនហើយទុកចិត្តគ្នាទៅវិញទៅមកបើមិនអញ្ចឹងឯងកន្លែងធ្វើការងារនឹងคล้ายទៅជាភ្លើងមានបៈមានពួកហើយនិយាយអេអូចហើយយូរទៅបង្កទៅជាភាពបែកបាក់សាមគ្គីហើយវាមិនចម្រុងចម្រើនស្ថាប័នហើយក៏យើងអត់បានសេចក្តីសុខទេតាមផ្លូវចិត្តរបស់យើងនឹងពីព្រោះយើងមកទៅវាដូចថាអត់ឆ្លាស់ខ្លួនវាបៀតអញ្ចឹងទៅវាមានសម្ពាធផ្លូវចិត្តអញ្ចឹងតើរៀនបើកចិត្តឲ្យទលាយរៀនដូចថាបើគេល្អយើងត្រេកអរជាមួយគេទៅបើយើងមានអីនឹងត្រូវចែកម្លែកយើងចែកម្លែកឲ្យគេទៅហើយផ្ដល់កម្លាំងចិត្តសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកហ្នឹងបានធ្វើការងារជាមួយគ្នាបានចម្រើនហើយបានយូរបែកហើយយើងបានទាំងសុខភាពផ្លូវចិត្តរបស់យើងក៏បានល្អទៀតទៅបើទោះបីយើងកើតក្នុងផ្ទៃម៉ែតែមួយក៏ដោយប៉ុន្តែវាសនារបស់យើងនឹងមិនដូចគ្នាទេនឹងអាចមកពីសម្ពាធបនយើងផ្សេងគ្នានឹងការប្រឹងប្រែងរបស់យើងក្នុងពេលបច្ចុប្បន្នហ្នឹងមិនដូចគ្នាបើបុគ្គលនឹងធ្លាប់ចំម៉ាយចំឪធ្វើទានរក្សាសិលជួយសង្គ្រោះអ្នកដទៃច្រើនបនហ្នឹងធ្វើឲ្យអ្នកនឹងមានសំណាងល្អជួបមនុស្សល្អប្តីប្រពន្ធល្អរស់ស៊ីក៏បានរីកចម្រើនលឿនចឹងទៅកូនខ្លះទៀតបនតិចពីអតីតមកចឹងជួនកាលរូបមិនស្អាតចូលចិត្តខឹងច្រើនទៅហើយចំណេះវិជ្ជាបញ្ញាញាណហ្នឹងក៏តិចដោយសារយើងមិនសូវសមការរៀនសូត្រហើយមិនសូវបានធ្វើទានកំណាញ់មិនសូវចាំម៉ែចាំឪអីពីដើមមកនឹងធ្វើឲ្យជោគវាសនាអ្នកហ្នឹងទៀបចឹងទៅហ្នឹងកម្លាំងកម្មពីអតីតប៉ុន្តែបើបុគ្គលហ្នឹងប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមក្នុងពេលបច្ចុប្បន្នបន្ថែមអាហ្នឹងអាចជួយយឹតយោងធ្វើឲ្យជោគវាសនាហ្នឹងបានប្រសើរបាននៅក្នុងធម៌និយាយអំពីមកងងឹតទៅវិញភ្លឺកើតមកក្រប៉ុន្តែប្រឹងប្រែងទៅធ្វើឲ្យចម្រើនជីវិតជាចុងក្រោយទៅវិញជីវិតថ្មីនេះល្អចឹងយើងគួរកុំមានចិត្តចំណែននន្ទាឈ្នានេះគេឯងអ្នកខ្លះមិនបានអប់រំចិត្តហ្នឹងសំបីតាបងប្អូនខ្លួនឯងហ្នឹងក៏ចំណែនហើយទៅខឹងម៉ែខឹងឪថាស្រឡាញ់តាអ្នកនេះអត់ស្រឡាញ់ខ្ញុំចឹងបានខ្ញុំក្រចឹងបានខ្ញុំល្ងងតាមពិតទៅម៉ែឪស្រឡាញ់កូនទាំងអស់គ្នាហ្នឹងប៉ុន្តែកម្លាំងកម្មរបស់កូនហ្នឹងមិនដូចគ្នាអញ្ចឹងមិនអាចឲ្យវាសនារបស់កូនហ្នឹងបានដូចគ្នាទេទឹកចិត្តម៉ែឪនៅតែជួយហើយជួយអ្នកដែលពិបាកហ្នឹងជួយច្រើនជាងគេទៀតផងអញ្ចឹងយើងគួររីករាយជាមួយនឹងសេចក្តីសុខ
ការរីចម្រើនរបស់បងប្អូនយើងហើយយើងប្រឹងប្រែងសាងបុណ្យកុសលជាមួយពុកម៉ែយើងតាមកម្លាំងធនធានធ្វើបុណ្យធ្វើកុសលចែករំលែកសេចក្តីស្រឡាញ់ទឹកចិត្តល្អភាពរស់រាយរាក់ទាក់សិលអាហ្នឹងយើងអត់មានទ្រព្យធ្វើយើងធ្វើតាមកម្លាំងរបស់យើងធ្វើតាមពាក្យសម្ដីរបស់យើងមុខមាត់របស់យើងរស់រាយរាក់ទាក់ជាកម្លាំងសិលអាហ្នឹងក៏ជួយយើងឲ្យបានចម្រុងចម្រើនដែរនៅក្នុងរឿងពុទ្ធសាសនាមួយភិក្ខុមួយអង្គលោកខ្សត់បន់មិនសូវបានធ្វើទានអញ្ចឹងធ្វើអីមកបួសហើយហ្នឹងក៏អត់មានញាតិញោមណានិមន្តទៅបន់ទៅទានដែរខ្សត់ដែរគេមិនសូវស្គាល់បានព្រះអង្គប្រាប់ឲ្យភិក្ខុអង្គហ្នឹងអាសាយកទឹកមកដាក់កន្លែងប្រសង់លាងជើងដងទឹកសម្រាប់ប្រសង់ឆាន់រៀងរាល់ថ្ងៃអញ្ចឹងទៅដោយកម្លាំងបន់ពេលបច្ចុប្បន្នញាតិញោមពុទ្ធបរិស័ទឃើញលោកអាសាក៏ស្រឡាញ់រាប់អាននិមន្តលោកទៅបន់ប្រគេនចង្ហាន់អញ្ចឹងទៅដោយកម្លាំងបន់បច្ចុប្បន្នហ្នឹងហើយអញ្ចឹងម្នាក់មានកម្លាំងកម្មហ្នឹងផ្សេងគ្នាទាំងកម្លាំងកម្មអតីតទាំងកម្លាំងកម្មបច្ចុប្បន្នយើងបានប៉ុណ្ណឹងដោយសារយើងដាំហេតុមកប៉ុណ្ណឹងទាំងយើងគួររីករាយជាមួយបុណ្យគេហើយយើងផងសាងបុណ្យខ្លួនឯងឲ្យបានច្រើនចិត្តរបស់យើងវាមានឥទ្ធិពលពីរឿងខាងក្រៅដូចថាមនុស្សនៅជុំវិញខ្លួនបញ្ហាដែលកើតឡើងក្នុងជីវិតការបែកបាក់ព្រាត់ប្រាសបញ្ហាលុយកាក់កូនចៅឬក៏គ្រោះថ្នាក់ឧបទ្ទវហេតុណាមួយដែលកើតឡើងវាដាក់សម្ពាធមកលើផ្លូវចិត្តយើងអ្នកខ្លះបាក់ធ្លាក់ក្រឹបតែម្ដងងើបលែងចង់រួចរហូតដល់គិតខ្លីទៅទៀតក៏មានដែរបើឥទ្ធិពលដែលខ្លាំងមកលើផ្លូវចិត្តរបស់យើងគឺអាការសន្សំឧបនិស្ស័យរឿយឧទាហរណ៍ថាអ្នកនឹងជួយចិត្តតូចចិត្តអន់ចិត្តបបាក់ចិត្តគិតច្រើនដំបូងឡើយវាអត់អីទេវានៅអាចទប់ទល់បានប៉ុន្តែយូរទៅវាធ្ងន់ទៅដូចយើងសំលុយក្នុងធនាគារយូរខ្លាយទៅជាមហាសេដ្ឋីមួម៉ៅមហាសេដ្ឋីខឹងមហាសេដ្ឋីគិតច្រើនវាដោយសារយើងសំយូរទៅវាធ្ងន់វាមកសន្ធិដ្ឋនៅក្នុងចិត្តយើងឬក៏រឿងដែលកើតឡើងក្នុងគ្រួសារប្តីប្រពន្ធឆ្លោះប្រកែកកូនមិនស្ដាប់ប្រកបមួម៉ៅក្តៅក្រហាយរឿងហ្នឹងវាដដែលទៅក៏វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនឹងខ្លាំងដែរនៅក្នុងធម៌លោកហៅបកតោបនិស្សយបច្ច័យអាការរស់នៅជាប្រចាំថ្ងៃហ្នឹងក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់អញ្ចឹងតើយើងរៀនដោះស្រាយរឿងខាងក្រៅយើងជួបយើងដោះស្រាយទៅហើយរឿងណាហួសហើយក៏ហួសហើយទៅហើយរឿងណាដែលមិនទាន់មកដល់ចាំស្អែកចាំជួបរៀបចំធ្វើកិច្ចការងារណាឲ្យដែលត្រូវធ្វើក្នុងថ្ងៃហ្នឹងធ្វើឲ្យហើយទៅហើយយើងមិនអាចកែរឿងខាងក្រៅបានទាំងស្រុងទេយើងឧទាហរណ៍ថាបើយើងនិយាយណែនាំប្រាប់គេកុំឲ្យយើង expect សង្ឃឹមថាគេធ្វើតាមចិត្តអញចង់ត្រូវតែធ្វើតាមអញថា100%កាលណាយើងសង្ឃឹម 100% អញ្ចឹងពេលរឿងនឹងវាមិនបានពេលគេមិនធ្វើតាមចិត្តយើងទៅវាកើតទុកខ្លាំង
ចឹងរឿងធម្មជាតិខាងក្រៅយើងមានតែសម្របសម្រួលផ្លូវចិត្តយើងនៅតែថានៅតែស្ដីនៅតែប្រាប់ណែនាំបើនិយាយពីដើមឈើបន្លែវិញយើងនៅតែស្រោចទឹកនៅតែចាក់ជីចឹងដាក់ជីចឹងប៉ុន្តែយើងមិនអាចសង្ឃឹមថាដើមស្វាយនឹងត្រូវតែផលិតផ្លែឲ្យបាន10តោនអាហ្នឹងយើងមិនអាចសង្ឃឹមចឹងបានទេវាមានហេតុគ្រប់គ្រាន់វាបានច្រើនទៅភ្លៀងគ្រប់គ្រាន់មានទឹកទៅបានផលច្រើនបើអត់ទៅវាផលតិចចឹងទៅចឹងវាមានហេតុរបស់វាចឹងផ្លូវចិត្តរបស់យើងអាច adjust អាចសម្របសម្រួលនឹងរឿងខាងក្រៅបានហើយតើយើងថែរក្សាសុខភាពខាងក្នុងខ្លួនយើងដែរទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តញ៉ាំគេងហាត់ប្រាណមានពេលសម្រានកុំឲ្យធ្វើការងារហួសហេតុយើងដូចថាធ្វើបាបខ្លួនឯងហ្នឹងដូចថាវាបាក់ទាំងផ្លូវកាយវាបាក់ទាំងផ្លូវចិត្តវាប្រទាញគ្នាហើយមានពេលសម្រាប់គ្រួសារប្តីប្រពន្ធកូនចៅមានទំនាក់ទំនងល្អជាមួយបងប្អូនយើងមិនថាមិនមានភាពរកម្មរកុសផ្លូវចិត្តនឹងទេយើងធ្វើម៉េចចេះអត់ឱនយោគយល់កុំឲ្យប្រកាន់ខ្លាំងម្ដាយពុកភាគខ្លះហ្នឹងក៏មានបញ្ហាផ្លូវចិត្តដោយសារកូនណាកូនខ្លះក៏មានបញ្ហាផ្លូវចិត្តដោយសារឪពុកម្ដាយដែរដោយសារយើងមិនបានរក្សាទំនាក់ទំនងហ្នឹងឲ្យកក់ក្ដៅវាទៅជារឿងមួម៉ៅរឿងរអ៊ូរទាំច្រើនវាធ្វើឲ្យចិត្តហ្នឹងវាអត់សុបាយតែអត់សុបាយយូរទៅកើតជាបញ្ហាហ្នឹងឯងហើយយើងរៀនពិចារណាអប់រំផ្លូវចិត្តខ្លួនឯងមានខន្តីមានអត់ធន់មានអត់ឱនអធ្យាស្រ័យមានសតិដូចតាមដានគ្រប់គ្រងចិត្តហ្នឹងបើវាដើរផ្លូវត្រូវក៏ជួយជំរុញឲ្យវាដើរក្នុងផ្លូវត្រូវគិតរឿងល្អធ្វើបុណ្យធ្វើកុសលចេះត្រេកអរជាមួយនឹងជោគជ័យអ្នកដទៃចេះជួយសង្គ្រោះអីចឹងដឹងតែអូចិត្តនឹងល្អអញ្ចឹងជំរុញឲ្យវាទៅល្អប៉ុន្តែបើវាមួម៉ៅខឹងស្អប់គុំគួនក៏យើងដឹងថាអូចិត្តនឹងមិនល្អមួម៉ៅចំណែកនឹងទៀតសិតតែក្រុមពួកចោបពួកបិសាចមកលួចប្លន់សេចក្តីសុខពីយើងអញ្ចឹងស្មារតីនឹងទៅតាមមើលក្រុមល្អមិត្តភក្តិល្អនឹងក្រុមពួកចោហ្នឹងអញ្ចឹងយើងដេញពួកចោហ្នឹងឲ្យមានបញ្ញាទៅជាមួយដូចថាបើខឹងក៏មិនផ្លែតទៅកុំខឹងអីខឹងទៅវាក្តៅទៅខ្លួនឯងមនុស្សហ្នឹងអញ្ចឹងមិនកុំប្រកាន់គាត់អីអូកុំចំណែនគេអីបនរបស់គេទេគេបានមកអញ្ចឹងអបអសាទរគេវិញទៅបញ្ញាមកពយល់ខ្លួនឯងមិនឲ្យកើតទុកអញ្ចឹងហើយរឿងណាហួសហើយជារឿងមិនល្អទេចាត់ទុកថាជាផលបាបតែយើងទៅមុខទៀតមិនទេតែសម្មេមសមាមច្រើនណាអញ្ចឹងយើងអត់សូវមានសម្ពាធផ្លូវចិត្តទេយើងរៀនទទួលស្គាល់ការពិតថាបើរឿងវាអញ្ចឹងឲ្យដោះស្រាយឲ្យទៅបន្តិចម្ដងបើមនុស្សហ្នឹងតែអញ្ចឹងខ្ញុំប្រឹងជួយក្នុងនាមជាម៉ែជាឪជាបងហ្នឹងខ្ញុំជួយអស់ប៉ុណ្ណឹងហើយគាត់មានឧបនិស្ស័យរបស់គាត់ខ្ញុំមិនអាចទាញមកបានទេអញ្ចឹងយើងស្វែងយល់អំពីដំណើរនៃធម្មជាតិទៅយើងអត់សូវបខំឲ្យគេតាមយើងទាំងអស់អត់សូវបខំឲ្យរឿងត្រូវតាមចិត្តយើងទេយើងរៀនមានបញ្ញាស្វែងយល់ទៅយើងស្រាលពីសេចក្តីទុក្ខ